Family កម្មវិធី Revit សម្រាប់សិស្សរៀនផ្ទាល់និងអនឡាញលក្ខខណ្ឌមួយចំនួនយើងអាចយកអ្វីដែលមានមកប្រើបានហើយសម្រាប់លក្ខខណ្ឌផ្សេងទៀតករណីអត់មានយើងអាចធ្វើការគូរខ្លួនឯងឬក៏បង្កើតថ្មីខ្លួនឯងមួយទៀតយើងអាចយកពីកម្មវិធី SketchUp ក៏បានដែរសម្រាប់មុខងារ detail វិញមានន័យថាយើងចូលមកកាន់ cover ហើយយើងដាក់ប្លង់លម្អិតទ្វារបន្ទាប់មកបានយើងចូលមកកាន់ floor របស់យើងឬក៏តាក់ទងមួយការងារប្លង់របស់យើងសម្រាប់ការលម្អិតហ្នឹងមានន័យថាយើងប្រើលេខកូដវាងាយស្រួលមានន័យថាឧទាហរណ៍ថាយើងមានអគារច្រើនជាន់អីយើងប្រើលេខកូដតំណាងឲ្យប្រភេទទ្វាររបស់យើងហើយសម្រាប់តាក់ទងជាមួយនឹងការងារបរិមាណវិញនៅក្នុងហ្នឹងគឺវា link គ្នាអូតូមានន័យថាយើងអាចដាក់តម្លៃដាក់អីចូលអញ្ចឹងណាហើយសម្រាប់មុខងារនេះមានន័យថានៅក្នុងប៉ារ៉ាម៉ែត្រហ្នឹងអាស្រ័យលើយើងទេយើងចង់កំណត់មិនក៏បានដែរឧទាហរណ៍ថាករណីទ្វាររបស់យើងនេះខ្ញុំដូរຂະຫນាតរបស់វាខ្ញុំដូរຂະຫນាតវាមកធ្វើ8តឹកវិញចឹងករណីមុខងារបរិមាណរបស់យើងនេះក៏វាដូរទំហំទៅតាមនឹងដែរមានន័យថាវាងាយស្រួលដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងណាមានន័យថាຂະຫນាតនៅក្នុង schedule របស់យើងនេះក៏វាដូរតាមនឹងដែរអញ្ចឹង Revit វា link គ្នាទាំងអស់ហើយនៅពេលដែលយើង detail ប្លង់ចុងក្រោយមានន័យថាយើងអាចធ្វើការ detail យក mode ទ្វាររបស់យើងហ្នឹងមក detail បានហើយប្លង់នេះយើងអាចបង្ហាញជា 2D ក៏បានជា 3D ក៏បានចឹងតាក់ទងមួយការងារ detail ហ្នឹងគឺវាងាយស្រួលមែនតើសម្រាប់ការងារបច្ចេកទេសនៅក្នុងកម្មវិធី Revit សម្រាប់វីដេអូហ្នឹងយើងមានប៉ុណ្ណឹង